សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូនិយាយអំពីការធ្វើដំណើរទៅកាន់អឺវាំងនៃប្រទេសកូរ៉េហើយនិងភូមិបុរាណមួយនៅប្រទេសកូរ៉េឥឡូវនេះខ្ញុំធ្វើដំណើរចេញពីវាំងវិញហើយអ្នកគ្នាខ្ញុំដើរចេញមកវិញហើយឥឡូវហ្នឹងនឹងទៅមើលភូមិបុរាណរបស់គេម្ដងនៅត្រង់កន្លែងនេះគឺទេសភាពយើងមើលពីលើភ្នំអ្នកនរគ្នាគឺស្អាតឥឡូវហ្នឹងយើងនៅភូមិបុរាណកូរ៉េនៅនេះថ្ងៃខ្ញុំមកចំថ្ងៃបុណ្យកូរ៉េបុណ្យឈូសុកហើយចឹងទៅមនុស្សគេមកលេងច្រើនដែរនៅនេះក៏គេមានលក់ដូចជាគ្រឿងអនុស្សាវរីយ៍ដែរគ្រឿងអនុស្សាវរីយ៍គេមានលក់ច្រើនឥឡូវហ្នឹងខ្ញុំកំពុងតែធ្វើដំណើរចុះទៅក្រៅវិញខ្ញុំដើរមកជុំនៅនេះដូចជានៅគេធ្វើលើភ្នំហ្នឹងដែរអ្នកវាដូចជាជំនឿភ្នំហើយគេសង់ផ្ទះនៅលើជំនឿភ្នំហ្នឹងមកអ្នកមើលបានគឺស្អាតហើយពោពេញទៅដោយរុក្ខជាតិនៅកន្លែងនេះគឺជាភូមិរបស់គេហ្មងអ្នកនរគ្នាភូមិបុរាណណាហើយនៅម្ដុំហ្នឹងសុទ្ធតែផ្ទះបុរាណដែលគេសង់ជាបែបបុរាណរបស់កូរ៉េប៉ុន្តែមុនដំបូងខ្ញុំស្មានតែគ្រាន់តែជាផ្ទះអត់មានអ្នកគេនៅប៉ុន្តែការពិតទៅនៅក្នុងផ្ទះហ្នឹងគឺមានអ្នកគេនៅអ្នកនរគ្នាគឺមានអ្នកនៅហើយមុននឹងយើងមកទស្សនានៅកន្លែងហ្នឹងគឺគេហាមណាកុំឲ្យយើងនិយាយមាត់ឡូឡាព្រោះអាចប៉ះពាល់ដល់គេដែរអញ្ចឹងណាអ្នកគ្នាដោយសារតែមានប្រជាជនគេរស់នៅដែរវីដេអូដែលខ្ញុំថតដែលខ្ញុំបានទៅលេងនៅវាំងបុរាណនៅប្រទេសកូរ៉េហ្នឹងហើយនិងភូមិបុរាណហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នា